ប់គួរតែស្ងប់ចិត្តត្រឹមអតីតមនុស្សដែលគេបោះបង់បេះដូងម្ដេចក៏នៅតែល្ងងជប់នឹកគេទៅបានទេនៅទាំងជ្រីងហូរទឹកភ្នែកនៅរំពឹងរងចាំដំណឹងគេនៅចង់ស្ដាប់ឮសំឡេងគេដឹងដែរគេមានថ្មីសង្សារខ្ញុំខ្លាយជាសង្សារគេហើយគ្មានថ្ងៃដូចដើមវិញឡើយចិត្តអើយផ្លេចទៅល្ងងដល់ណាខួរក្បាលដែលក៏មិនដឹងខុសត្រូវរៀនរស់នៅគ្មានគេឈឺចាប់ហើយម្ដេចឡើយក៏មិនព្រមចាំអាណិតបេះដូងព្រះស្រាំកុំចងចាំគេឈប់នឹកគេដឹងទេមនុស្សគេអាក្រក់បើសំពេលអាចវិលថយក្រោយមិនបណ្ដោយឲ្យចិត្តឈឺទៀតឡើយប៉ុន្តែរឿងកើតឡើងទៅហើយយ៉ាងណាត្រូវទទួលស្ងប់ចិត្តត្រឹមអតីតមនុស្សដែលគេបោះបង់បេះដូងម្ដេចក៏នៅតែល្ងងជប់នឹកគេទៅបានទេនៅទាំងជ្រីងហូរទឹកភ្នែកនៅរំពឹងរងចាំដំណឹងគេនៅចង់ស្ដាប់ឮសំឡេងគេដឹងដែរគេមានថ្មីសង្សារខ្ញុំខ្លាយជាសង្សារគេហើយគ្មានថ្ងៃដូចដើមវិញឡើយចិត្តអើយផ្លេចទៅល្ងងដល់ណាខួរក្បាលដែលក៏មិនដឹងខុសត្រូវរៀនរស់នៅគ្មានគេឈឺចាប់ហើយម្ដេចឡើយក៏មិនព្រមចាំអាណិតបេះដូងព្រះស្រាំកុំចងចាំគេឈប់នឹកគេដឹងទេមនុស្សគេអាក្រក់សំពេលអាចវិលថយក្រោយមិនបណ្ដោយឲ្យចិត្តឈឺទៀតឡើយប៉ុន្តែរឿងកើតឡើងទៅហើយយ៉ាងណាត្រូវទទួលសង្សារខ្ញុំខ្លាយជាសង្សារគេហើយគ្មានថ្ងៃដូចដើមវិញឡើយចិត្តអើយផ្លេចទៅងងដល់ណាខួរក្បាលដែលក៏មិនដឹងខុសត្រូវរៀនរស់នៅគ្មានគេឈឺចាប់ហើយដេចឡើយក៏មិនព្រមចាំអាណិតបេះដូងព្រះស្រាំកុំចងចាំគេឈប់នឹកគេដឹងទេមនុស្សគេអាក្រក់បើសំពេលអាចវិលថយក្រោយមិនបណ្ដោយឲ្យចិត្តឈឺទៀតឡើយប៉ុន្តែរឿងកើតឡើងទៅហើយយ៉ាងណាត្រូវទទួលប៉ុន្តែរឿងកើតឡើងទៅហើយស្ដាយក្រោយក៏គ្មានន័យ